សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមានរៀននឹងទៀតតើតើជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសចឹងណាសម្រាប់ពាក្យនេះយើងអានថា peel ប្រែថាសម្បកក៏បានបកសម្បកក៏បានតើនេះអញ្ចឹងនៅក្នុងភាសាអង់គ្លេសពាក្យមួយដដែលទេប៉ុន្តែវាដើរតួខុសគ្នាមានន័យថាពេលខ្លះទៅវាដើរតួជានាមដើរតួជាកិរិយាសព្ទន័យវាខុសគ្នាដែរដូច fly បើសិនជានាមប្រែថាសត្វរុយបើសិនជាកិរិយាសព្ទប្រែថាហោះតើនេះយល់ទេណាហ្នឹងហើយទី1ឧទាហរណ៍ peel the orange មិន orange ណាorange peel the orange first បកសម្បកក្រូចជាមុនសិន peel the orange first ចេះណាហ្នឹងហើយ don't eat the apple peel កុំញ៉ាំសម្បកប៉ោមតោះនេះសម្បកផ្លែប៉ោមណាហ្នឹងហើយ potato peel is thin សម្បកដំឡូងបារាំងគឺស្ដើងហ្នឹងហើយចឹងប៉ុណ្្នឹងឯងសម្រាប់មេរៀនមួយនេះហើយបញ្ចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញជាការបង្វឹកមេរៀនឲ្យចេះតំណតាម Telegram White at English with Campbell និងគេ account Telegram នេះឲ្យតំណសួរព័ត៌មានតើ right so bye bye